កែងពីអ្វីរៀបរងរឿងបាទធាក់ឆ្វេងទល់ដើរចូលបាទកាត់ធាក់កាត់ទៀតពីអ្វីរៀបរងកណ្ដាប់ដៃឆ្វេងស្រាំចូលមកបោះជង្គង់ទៅទៀតចាប់កបត់មកមួយបាទស្រឡាញ់ណាយកព្រួយទៅបុកហ្នឹងបាទនៅតែដើរចូលពីវេសវណ្ណចាប់ជើងជាប់ចូលទៅគៀកបោះជង្គង់ទៅទៀតចាក់1 2 1 2បោះជង្គង់ទៅជង្គង់មកបាត់ទាញកាច់បដួលមកមួយអេហេវេសវណ្ណបានអ្វីរៀបរងរឿងស្ដាប់លោកគ្រូសួងបញ្ញាណាបាទគ្រូបញ្ញាថាមួយអត់បានទេវេសវណ្ណនេះហែកមកមួយពីវេសវណ្ណដើរចូលពីវេសវណ្ណដែរអាមេអត់ទាន់បាញ់ទេចលុះលោកអាស្ដាប់មកមួយបោះជង្គង់ទៅទៀតជង្គង់ទៅជង្គង់មកជង្គង់ទៅទៀតពីអ្វីរៀបរងរឿងកាច់ជង្គង់ពីវេសវណ្ណលោកគ្រូប៊ុនសំខាន់បំផុតងាយចេញវៃនៅតែញាក់ដើរចូលទៅទៀតញាក់មួយធាក់អាចឆ្វេងទល់អត់បញ្ហាកាប់តឡាស្ដាប់បំផុតបោះជង្គង់ស្ដាំជង្គង់ឆ្វេងជង្គង់ទៅជង្គង់មកគ្រាមកកន្លែងនេះកែងកាប់មកតឡាឆ្វេងមកមួយទៀតនៅតែដើរចូលធាក់ឆ្វេងក្តាប់ដៃឆ្វេងស្ដាប់ពីវេទវណ្ណឆ្វេងស្ដាប់ពីវេទវណ្ណទៅទៀតបោះជង្គង់ស្ដាំមកមួយទៀតក្តាប់ដៃពីវេទវណ្ណកែងទៅទៀតបោះជង្គង់ស្ដាំជង្គង់ទៅជង្គង់មកដូចគ្នាហេយយហូមួយអេមិនឲ្យចាញ់បាទកីឡាករទងន់ទេណានៅតែញាក់ដើរចូលទៀតដើរចូលកាប់តឡាស្ដាំខោឆ្វេងមកមួយតាត់ជើងឆ្វេងអាយ៉ាចាប់ជើងជាប់កែងពីលើបោះជង្គង់ឆ្វេងទៅទៀតជង្គង់ពីអ្វីរៀបរងរឿងបាទមានទៅមានមកនៅតែញាក់ដើរចូលទៅទៀតដើរចូលមួយកាប់តឡាស្ដាំចូលលុកអាស្ដាំមកមួយលុកឆ្វេងមួយទៀតយ៉ាបាច់ហើយបាទចូលមកអូនតូចចេញក្រៅកំពូលអ្នកចម្បាំងគុនខ្មែរគូទី5គឺជាគូដណ្ដើមពានមាសវគ្គផ្ដាច់ព្រាត់ទឹកទី2បាទឥឡូវនេះយើងមកទស្សនាទឹកទី2ដណ្ដើមពានថាតើបង្គោលខៀវឬក៏បង្គោលក្រហមបែនកាប់វេសវណ្ណបង្គោលខៀវអ្វីរៀបរងរឿងបង្គោលក្រហមតោះចាប់ខៅស្ដាំ1 2ស្វិចមកកាប់កែងលោកគ្រូប៊ឺនសំខាន់ចាប់ញែកថ្នាលបាទដើម្បីបន្តការប្រកួតទៀតអាយ៉ាយ៉ាងណាហើយលោកគ្រូបាទអត់បញ្ហាទេវេសវណ្ណញោចតន់កូនផ្លូវមួយសងរបស់អ្វីរៀបរងរឿងវិញលោកចូលលុកស្ដាំ1 2របស់វេសវណ្ណគោលរបស់អ្វីរៀបរងរឿងតេះទៅមកជង្គង់ទៅជង្គង់មកមានមកចាប់ដល់ពីបន្តចូលការប្រកួតទៀតអូយ៉ាវេសវណ្ណគេតែគុំស្អាតមែនទេមកអីយ៉ាញោចមួយទៀតអីយ៉ាលោកគ្រូសំខាន់ណាស់ໄວណាកុំអាឡែងតែញោចទៅហើយតត់តុកគ្រាជង្គង់របស់វេសវណ្ណអ្វីរៀបរងរឿងជង្គង់ឡើងវិញចាប់គ្រាចាប់ជាប់បន្តការប្រកួតទៀតបាទសូមស្ដាប់លោកគ្រូអាញាកណ្ដាលតាំងគុំស្អាតមែនទេគូតណាតរបស់វេសវណ្ណខៅរបស់នេះចាប់គ្រាចាប់ជង្គង់ទៅមានមកមាន1មាន2ដូចគ្នាទាំងអ្វីរឿងនឹងវាយកាប់វេសវណ្ណចាប់ជាប់បាទល្អមែនទេបាទសម្រាប់ស្នាលគុណភាពគីឡូ27នេះគីឡូតតមួយកិច្ចថតពីអ្វីរៀបរងរឿងវេសវណ្ណខៅស្ដាំមួយតបសងឆ្វេងស្ដាំលូកចាប់ចប់កែងមកកែងជង្គង់ទៅមកលោកគ្រូអាញាកដាលអោបបាទដើម្បីញែកកីឡាករចូលទៅទៀតអ្នកណាចេញមុនវេសវណ្ណលូកតត់មួយលូកខៅស្ដាំលូកឆ្វេងទៅវិញមកកាប់កែងរបស់អ្វីរៀបរងរឿងតត់ទៅវិញមកលូកស្ដាំរបស់វេសវណ្ណលូកស្ដាំរបស់វេសវណ្ណមួយទៀតអ្នកចម្បាំងគុនខ្មែរគូទី5គឺជាគូដណ្ដើមពានមាសវគ្គផ្ដាច់ព្រាត់ទឹកទី3ដែលជាទឹកដាច់ព្រាត់បាទលោកស្រីនិងកញ្ញាជាទីគោរពជាទីរាប់អានឥឡូវមកទស្សនាបាទទឹកបាច់ព្រាត់ការប្រកួតម៉ារ៉ាតុងគេថា3ទឹកគឺបានមកចប់នៅបរពូការពិវៈជំរុះឥឡូវកំពុងដូងគ្នាទៅវិញទៅមកជង្គង់ទៅជង្គង់មកកាច់ទៅកាច់មកអាយយឆ្ងាញ់មែនទេណាគេថាទំពាំងមាសហើយបើយើងចង់បានឫស្សីនឹងតាន់ត្រូវតែជួយស្រោចទឹកទំពាំងរបស់យើងសិនអាយ៉ាកាច់ទៅកាច់មកកែងសងទៅវិញរបស់វេសវណ្ណរុងរឿងក៏មានឱកាសក្នុងការវាយមកវិញដូចគ្នាហើយលោកគ្រូសំខាន់គេថាតោះ
បន្តការប្រកួតទៀតចូលក្តាប់ដៃទាត់ជើងក្រោមមើលរបស់វេទវ័នមកជើងរបស់រុងរឿងអ្វីរៀបរុងរឿងកាច់ទៅកាច់មកកាច់ទៅកាច់មកកាច់ទៅកាច់មកមិនដួលទេមិនដួលទេបាទឥឡូវដើរចូលបន្តទៀតអ្វីរៀបរុងរឿងទាត់មកជើងខុយកន្លែងនេះដើរចូលរបស់វេទវ័នដើរចូលពួងកកបំរុងតែចាក់ជង្គង់តែអត់តាន់ទេសេរីទិញសិនដោយសារតែចំតំបន់ត្រីកោណមាសរបស់ប៉ែនកវេទវ័នឥឡូវលោតលោកគ្រូថាវេទវ័នលោតតិចណាបាទលោតតិចចាឥឡូវនេះលោកកញ្ញាកណ្ដាលធ្វើដៃជាសញ្ញាថាសុំសម្រាប់2នាទីអត់អីទេបាទឥឡូវថាបន្តការប្រកួតទៀតបានអត់ដល់2នាទីទេឥឡូវនេះបន្តការប្រកួតបាទជាទូទៅគឺសម្រាប់2នាទីតែកីឡាករគាត់អាចចូលមកវិញបានបាទដើរចូលបន្តទៀតក្តាប់ដាច់មកដាច់ទឹកឆ្ងាយកន្លែងនេះជាខ្ញុំចាក់ជង្គង់ទាញទៅទាញមកទាញទៅទាញមកជង្គង់ទៅជង្គង់មកកែងរុះផងអីផងណែជង្គង់ដល់ហើយបាទវេទវ័នរុងរឿងទាត់ជើងក្រោមមួយក្តាប់ដៃអូយពួងកកចាក់ជង្គង់របស់ប៉ែនកវេទវ័នអ្វីរៀបរុងរឿងដើរចូលក្តាប់ដៃសងទាត់មកជើងអាយយជង្គង់របស់រុងរឿងអាចពួងកកចាក់ជង្គង់ម្នាក់មកជង្គង់2ជង្គង់ម្នាក់បាន2ជង្គង់ដែរ12នាទីចុងក្រោយបងប្អូនទីទៀតយើងឃើញហើយអ្នកណាជាម្ចាស់ពៀនគ្រាចាក់ជង្គង់ចប់ឥឡូវនេះទឹកទី3ត្រូវបានបញ្ចប់គណៈធិបតីជាទីគោរពអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីបន្ទាប់ពីការប្រកួត3ទឹកយ៉ាងស្វិតស្វាញទីបំផុតយើងបានរកឃើញនៅម្ចាស់ពានមាសក្នុងប្រភេទទម្ងន់27គីឡូក្រាមថ្នាលគុណភាពគុណខ្មែរសូមអបអរសាទរម្ចាស់ពានមាសបកគោ